ចេះរូបមន្តមួយមុខនេះប្រកាសជាពុកម៉ែបងប្អូនឡើងទុកផ្លែល្វាឲ្យទុំជ្រុះលើដីទៀតហើយនិយាយថានៅផ្ទះបងប្អូនហើយពីមុនមានផ្លែល្វាពីរដើមក្រោយផ្ទះអ្នកម្ដាយទុំជ្រុះចោលតែម្ដងបន្ទាប់ពីដឹងថាល្វាអាចជ្រក់បានយ៉ាងឆ្ងាញ់នាងខ្ញុំឲ្យតែមានផ្លែខ្ចីគឺជ្រក់មិនចេះដែរទេបងប្អូនថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញពីរបៀបជ្រក់ផ្លែល្វាឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ដែលបងប្អូនយើងធ្លាប់តែទុកឲ្យជ្រុះចោលអញ្ចឹងឥឡូវកំពុងតែបេះផ្លែល្វានិយាយថាល្អមែនទែនបងប្អូនហើយនៅផ្ទះអ្នកម្ដាយមានពីរដើមផ្លែខួបប្រាំងខួបភាសាទាំងឆ្កំតែម្ដងហើយសម្រាប់ផ្លែល្វាយើងបេះយករឹងខ្ចីបងប្អូនបានជ្រក់ទៅឆ្ងាញ់នៅសាច់ហាប់ណែនឥឡូវយើងមកមើលគ្រឿងផ្សំគោលវិញម្ដងគឺមានកូនសក្តិក៏ដូចជារំដេងហើយគ្រឿងផ្សំបន្ទាប់ទៀតមានជាមួយម្ទេសក៏ដូចជាខ្ទឹមសចំពោះក្រូចឆ្មាគឺយើងប្រើសម្រាប់ដាក់នៅក្នុងទឹកដើម្បីកាត់ជ័រផ្លែល្វាបងប្អូននៅពេលដែលយើងកាត់វាជាពីរហើយយើងដាក់ទឹកក្រូចឆ្មានៅក្នុងទឹកហើយយើងត្រូវកាត់ផ្លែល្វារបស់យើងដែលខ្ចីហ្នឹងចាត្រាំជាមួយនឹងទឹកក្រូចឆ្មាដើម្បីឲ្យវាកាត់ជ័របានស្អាតបន្ទាប់ពីកាត់ផ្លែល្វារបស់យើងបានគ្រប់ចំនួនហើយឬក៏តាមបរិមាណដែលយើងត្រូវជ្រក់យើងត្រូវត្រាំជាមួយនឹងទឹកក្រូចឆ្មាមួយសន្ទុះសិនណាដើម្បីឲ្យវាកាត់ជ័របានស្អាតអញ្ចឹងបងប្អូនហើយយើងត្រាំទុកចោលយើងមកហាន់គល់សក្តិចំណែកឯគល់សក្តិបងប្អូនហាន់រៀងប្រឆាប់បន្តិចក៏បានដែរព្រោះมันតម្រូវឲ្យយើងបុកម៉ត់ទេបងប្អូនជាមួយនឹងរំដេងហាន់ល្អិតមកហើយយើងបុកបញ្ចូលគ្នាពីរមុខហ្នឹងបងប្អូនហើយមិនម៉ត់ប្រហែលទេព្រោះអីជ្រក់មុខនេះយើងត្រូវការបុករៀងម៉ត់ល្មមទេអត់ម៉ត់ខ្លាំងទេបុកពីរមុខនេះបញ្ចូលគ្នារៀងម៉ត់បន្តិចហើយក៏បន្ថែមជាមួយនឹងខ្ទឹមសក៏ដូចជានឹងម្ទេសផងដែរបន្ទាប់មកទៀតក៏យើងបុកបញ្ចូលគ្នាឲ្យម៉ត់ល្មមបងប្អូនហើយក៏យើងទុកវាសិនទៅក៏ចាប់ផ្ដើមយកផ្លែល្វាដែលយើងបានត្រាំទឹកជ្រោយឆ្មាហ្នឹងយកមកលាងជំរះជាមួយនឹងទឹកស្អាត2លីត្រទឹកសិនណាបងប្អូនដោយសារតែជ័ររបស់វាហ្នឹងគឺច្រើនមែនតើណាបងប្អូនបន្ទាប់ពីយើងលាងផ្លែល្វារួចហើយក៏ទុកឲ្យស្រស់ទឹកបន្តិចទៅងាកមកធ្វើទឹកត្រីដើម្បីជ្រក់វិញម្ដងចំពោះទឹកត្រីជ្រក់នេះដែរគឺនាងខ្ញុំប្រើទឹកត្រីមួយកូនចានចង្កឹះលាយជាមួយនឹងស្ករត្នោតមួយកូនវែកតូចចំណែកឯប៊ីចេងគឺកន្លះកូនវែកតូចនេះណាហើយលាយជាមួយនឹងទឹកស្អាតមួយកូនចានចង្កឹះបន្ទាប់មកទៀតក៏កូរឲ្យរលាយស្កររបស់យើងដាំនៅលើភ្លើងកូរឲ្យវាពុះបងប្អូនបន្ទាប់ពីពុះរួចមកក៏យើងលើកចុះទុកឲ្យវាក្តៅអ៊ុនងាយស្រួលក្នុងការជ្រក់ហើយចំពោះផ្លែល្វាបងប្អូនមុននឹងយកជ្រក់គឺយើងត្រូវលាយគ្រឿងដែលយើងបានបុកបំបាញ់មាញ់មានខ្ទឹមសជាមួយនឹងគល់សក្តិរំដេងជាពិសេសគឺម្ទេសនឹងឯ4មុខហ្នឹងបងប្អូនច្បល់ឲ្យសព្វចូលគ្នាតែម្ដងនិយាយថាគាត់តែច្បល់ហើយនិយាយពីក្លិនវិញគួរឲ្យចង់ញ៉ាំតែម្ដងណាបន្ទាប់ពីយើងច្បល់ផ្លែល្វាជាមួយនឹងគ្រឿងបុករួចមកក៏ចាប់ផ្ដើមដាក់ចូលកែវកដុងឬក៏កំប៉ុងអីក៏បានដែរបងប្អូនតាមដែលយើងមានហ្នឹងមកហើយបន្ទាប់មកទៀតក៏បន្ថែមនឹងគល់សក្តិដែលយើងបានបុកលាយគ្រឿងរបស់យើងហ្នឹងបន្តិចផងដែរពីលើកែវហ្នឹងបងប្អូនពីលើផ្លែល្វាហ្នឹងហើយក៏ចាប់ផ្ដើមបន្ថែមជាមួយនឹងទឹកត្រីដែលក្តៅអ៊ុនដែលយើងបានដាំទុកបាញ់មិញហ្នឹងឯងចំពោះទឹកត្រីគឺយើងដាក់ម្លិចផ្លែល្វាទើបយើងក្របគម្របកែវរបស់យើងទុកបងប្អូនហើយសម្រាប់ជ្រក់ផ្លែល្វានេះដែរយើងទុករយៈពេល2យប់បានជូរជ្រះឆ្ងាញ់អញ្ចឹងបងប្អូនបន្ទាប់ពីនាងខ្ញុំទុករយៈពេល2យប់ហើយផ្លែល្វារបស់យើងក៏ក្លាយទៅជាជ្រក់ដ៏ឈ្ងុយឆ្ងាញ់តែម្ដងគ្រាន់តែបើកគម្របកែវភ្លៀងបងប្អូនហើយនិយាយថាឈ្ងុយពេញផ្ទះតែម្ដងហើយបាននិយាយពីរសជាតិរបស់គេវិញគឺជូរជ្រះហើយស្រួយខ្ញប់ពេញមាត់តែម្ដងជាពិសេសត្រូវគ្នាជាមួយនឹងងៀតគោងៀតក្របី